ទី5ខែ5តាមចង្កដេចិនជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យសែននំចាំងដែលជាបុណ្យប្រពៃណីមួយក្នុងចំណោមបុណ្យធំៗចំនួន4នៅក្នុងប្រទេសចិនថ្ងៃបុណ្យ3ផ្សេងទៀតមានបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបុណ្យឆេងម៉េងនិងបុណ្យសែនប្រះខែទំនៀមទម្លាប់ប្រពៃណីសំខាន់បំផុតនៃបុណ្យសែននំចាំងគឺការប្រណាំងទូកនិងហូបនំចាំងប្រជាជនចិនបានផ្សារភ្ជាប់ការប្រណាំងទូកនិងការហូបនំចាំងជាមួយនឹងលោកឈឺយួនអ្នកស្នេហាជាតិនៅប្រទេសចិនបុរាណតាមដំណើរតៗគ្នាថាបន្ទាប់ពីលោកឈឺយួនបានលូតចូលទៅក្នុងទន្លេប្រជាជនក្នុងតំបន់បានអុំទូកទៅជួយសង្គ្រោះគាត់ក៏កើតចេញជាទំនៀមទម្លាប់ប្រណាំងទូកតាមដំណើរថាប្រជាជនតែងតែបោកអាហារទៅក្នុងទឹកទន្លេដើម្បីគោរពវិញ្ញាណក្ខន្ធលោកឈឺយួនប៉ុន្តែអាហារទាំងនេះភាគច្រើនត្រូវបានសត្វត្រីស៊ីអស់ទើបពួកគេបានប្រើស្លឹកវែកបាយក៏កាត់ចេញជានំចាំងនេះជាដើមកំណើតនៃការប្រណាំងទូកនិងការហូបនំចាំងក្នុងថ្ងៃបុណ្យសែននំចាំងក្រៅពីការប្រណាំងទូកនិងហូបនំចាំងទំនៀមទម្លាប់ប្រពៃណីនៃថ្ងៃបុណ្យសែននំចាំងក៏នៅមានការភ្ជួរស្មៅឯកនិងស្មៅឆុងភូនៅមាត់ទ្វារផ្ទះដីចង់ខ្សែសតចម្រុះពណ៌និងការងូតទឹកដាំដោយថ្នាំចិនសាយដើម្បីបណ្ដេញជំងឺនិងឧបទ្រពចង្រៃ